តោះសួស្តីបងៗថ្ងៃនេះយើងមកនិយាយតាក់ទងជាមួយនឹងដំណេកបន្តិចតាក់ទងជាមួយនឹងការគេងបងណាខ្លះដែលគាត់ពិបាកនៅក្នុងការគេងដល់ម៉ោងគេងហើយអត់គេងល្ងុយគេងហើយអត់គេងពេលដែលគេងខួរក្បាលមិនដឹងគិតអីគេខ្លះហើយលោតតឹងមែនទេបងអូខេអញ្ចឹងថ្ងៃនេះយើងមកនិយាយអំពីអាមីណូអាស៊ីតមួយប្រភេទដែលវាទៅជួយសម្រួលការគេងរបស់យើងបានល្អប្រសើរហ្នឹងហើយអញ្ចឹងមុនចូលដល់អាមីណូអាស៊ីតដែលខ្ញុំចែកម្លែកហ្នឹងខ្ញុំចង់ឲ្យបងយល់សិនថាបងអាចមួយចំនួនយល់lạiតាក់ទងជាមួយនឹងមេឡាតូនីនវាជាអរម៉ូនមួយដែលជួយឲ្យរាងកាយរបស់យើងងងុយគេងហ្នឹងហើយជាធម្មតាបងមួយចំនួនខ្ញុំអត់ទាន់អ្វីដែលព្យាយាមខ្ញុំភាគច្រើនខ្ញុំចែកម្លែកចង់ឲ្យបងជ្រើសរើសនៅមធ្យោបាយបែបធម្មជាតិមុននឹងយើងសម្រាប់ចិត្តប្រើ supplement មុននឹងយើងសម្រាប់ចិត្តប្រើថ្នាំពេទ្យអញ្ចឹងសូម្បីតែមេឡាតូនីនក៏គេមាន supplement សម្រាប់មេឡាតូនីនដែរហើយ supplement សម្រាប់មេឡាតូនីនក៏គេអត់ recommend ឲ្យយើងញ៉ាំរយៈពេលយូរដែរតែសម្រាប់ខ្ញុំអត់ទាន់ចង់ឲ្យបងសម្រាប់ចិត្តប្រើអា supplement ពីខាងក្រៅចូលទេបងព្យាយាមមកសិក្សាពីរាងកាយខ្លួនឯងពីរាងកាយរបស់យើងសិនអញ្ចឹងមេឡាតូនីនវាជួយសម្រួលការគេងរបស់យើងបានល្អប្រសើរឡើងវាមានម៉ោងនៃការដែលមេឡាតូនីនវាធ្វើការក៏ប៉ុន្តែនៅក្នុងមេឡាតូនីនហ្នឹងអរម៉ូនមួយយ៉ាងទៀតដើម្បីទៅជួយសម្រួលមេឡាតូនីនឲ្យធ្វើការបានល្អហ្នឹងគឺសេរ៉ូតូនីនហ្នឹងគឺជាអរម៉ូននៃគេអរម៉ូនរីករាយដែលយើងតែនិយាយថាអរម៉ូនសុបាយចិត្តអរម៉ូនរីករាយណាអរម៉ូនរីករាយហ្នឹងវាជួយកាត់បន្ថយការ stress តានតឹងភាពធុញថប់របស់យើងហ្នឹងហើយអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីបង្កើតអរម៉ូនសេរ៉ូតូនីនហើយពេលដែលខ្ញុំសិក្សាទៅសេរ៉ូតូនីនហ្នឹងវាមានទំនាក់ទំនងជាមួយនឹងអាមីណូអាស៊ីតមួយប្រភេទហ្នឹងឯងគឺឈ្មោះថា tryptophan ហើយ tryptophan ហ្នឹងវាមាននៅក្នុងហ្គីវាមាននៅក្នុងផលិតផលទឹកដោះគោវាមាននៅក្នុងពពុះប្រូតេអ៊ីននិងអាហារមួយចំនួនទៀតហ្នឹងហើយអញ្ចឹងពេលដែលយើងញ៉ាំអាហារដែលសម្បូរដោយ tryptophan ដែលជាអាមីណូអាស៊ីតសំខាន់ហ្នឹងរាងកាយរបស់យើងវានឹង convert អា tryptophan ហ្នឹងទៅជា serotonin ហើយ serotonin ហ្នឹងវានឹងជួយមកតង់ទៀតក្នុងការដែល convert ទៅជាពពុះ melatonin ដែលជួយឲ្យយើងគេងលូតស្កប់ស្កល់ហើយវិធីសាស្ត្រក្នុងការប្រើតាក់ទងមួយហ្គីខ្ញុំ recommend បងអាចញ៉ាំហ្គីជាមួយនឹងទឹកក្តៅអ៊ុនឬក៏បងបន្ថែមអំបិលបន្តិចហ្នឹងហើយតែបងញ៉ាំមុនចូលគេងប្រហែលជា20នាទីកន្លះម៉ោងឬក៏1ម៉ោងក៏ប៉ុន្តែបើសិនមកបងមួយចំនួនដែលគាត់មានបញ្ហា lactose គាត់អាចញ៉ាំពពុះ diarrhea បានឬក៏អត់ចង់ញ៉ាំ diarrhea ខ្ញុំ recommend បងយកគីជាមួយនឹងទឹកក្តៅអ៊ុនដូចខ្ញុំគឺខ្ញុំអត់ញ៉ាំមួយពពុះទឹកដោះគោទេគឺខ្ញុំញ៉ាំមួយទឹកក្តៅអ៊ុនហើយយើងបន្ថែមអំបិលផ្កាឈូកបន្តិចទៅបងញ៉ាំត្រឹមតែ5 10នាទីទៅ20នាទីបងព្យាយាមចូលគេងពេលហ្នឹងបងនឹងឃើញពីរីសាល់ហើយវាជួយវត្តនៃការភ្ញាក់របស់យើងទៀតពេលព្រលឹមឡើងភ្លឺគឺវាដាស់ឲ្យយើងភ្ញាក់ហ្មងអញ្ចឹងអានេះខ្ញុំមើលឃើញពីប្រសិទ្ធភាពនៃtryptophan ដែលមាននៅក្នុងគីគឺវាពិតជាជួយដល់សុខភាពនិងដំណេកនៃការគេងរបស់យើងបានល្អប្រសើរឡើងហ្នឹងហើយមួយទៀតហ្នឹងមិញហ្នឹងខ្ញុំនិយាយតាក់ទងជាមួយនឹង serotonin ទៅអញ្ចឹង serotonin វាស្តៀងនឹងចេះបើយើងនិយាយពីថាអរម៉ូនសុបាយចិត្តអរម៉ូនរីករាយពេលដែលខ្ញុំសិក្សាអំពី serotonin ជាមួយនឹង dopamine គឺត្រូវការនៅពពុះស្ករពពុះផ្អែមអញ្ចឹង cycle នៃ dopamine ណាពេលខ្លះបងពេលចង់និយាយថាពេលខ្លះយើងមានអារម្មណ៍អត់សុបាយចិត្តអត់រីករាយតានតឹងយើងចង់ញ៉ាំរបស់ផ្អែមចង់ញ៉ាំពពុះស្ករអញ្ចឹងមានថាខួរក្បាលរបស់យើងគឺត្រូវការដូប៉ាមីនដូចវីដេអូឃ្លីបដំបងដែលខ្ញុំនិយាយតាក់ទងជាមួយនឹងយើងកុំបន្ទោសខ្លួនឯងថាយើងចង់ផ្ដាច់ស្ករតែផ្ដាច់បានតែដោយសារខួរក្បាលរបស់យើងវាត្រូវការអាដូប៉ាមីនរបស់ផ្អែមក៏ប៉ុន្តែបើសិនបើយើងអត់ឆេង lifestyle របស់វាទេមានន័យថាបើសិនបើយើងទៅញ៉ាំអាហារដែលមានជាតិស្ករជាតិម្សៅនឹងច្រើនពេកវាធ្វើឲ្យសន្ទុះកម្រិតជាតិស្ករឡើងលឿនហើយដល់ពេលឡើងលឿនគឺថាពេលដែលយើងបានញ៉ាំអាហ្នឹងយើងសប្បាយចិត្តយើងរីករាយដូប៉ាមីនរបស់យើងវាឲ្យដូប៉ាមីនយើងបានមែនក៏ប៉ុន្តែពេលដែលយើងញ៉ាំអាហារដែលមានជាតិស្ករជាតិម្សៅហ្នឹងវាងាយធ្លាក់ចុះដោយសារតែសន្ទុះជាតិស្ករវាស្បែកលឿនពេកពេលដែលវាឡើងលឿនកម្រិតជាតិស្ករក្នុងឈាមឡើងលឿនវាងាយក៏ធ្លាក់ចុះដែរអញ្ចឹងអាពេលដែលវាធ្លាក់ចុះហ្នឹងវាធ្វើឲ្យខួរក្បាលរបស់យើងវាចាប់ដើមត្រូវការអាហ្នឹងគេហៅថា cycle នៃ dopamine វាចាប់ដើមកកើតធ្វើឲ្យខួរក្បាលរបស់យើងចាប់ដើមទៅឃ្លានចំណង់អាហារពពុះស្ករពពុះផ្អែមពពុះម្សៅទៀតឃើញទេហ្នឹងហើយអញ្ចឹងអាមួយទៀតអាអរម៉ូន dopamine យើងអាចនិយាយថាវាជាអរម៉ូនសុបាយចិត្តរីករាយមួយផ្នែកដែរក៏ប៉ុន្តែអា dopamine ហ្នឹងវាបើគេ compare វិញវាតាក់ទងនឹងអ្វីដែលយើងត្រូវការហ្នឹងវាអត់ល្អសម្រាប់សុខភាពយើងមកនេះដូចយើងត្រូវការពពុះស្ករពពុះម្សៅរបស់ផ្អែមដើម្បីឲ្យយើងសុបាយចិត្តខួរក្បាលរបស់យើង work យើងរីករាយដោយកើតចេញពីការផលិតដូប៉ាមីនមែនក៏ប៉ុន្តែវាអត់ល្អដោយពពុះ serotonin ទេ serotonin យើងប្រៀបធៀបមកបែបដូចយើងទៅ gym យើងឲ្យរង្វាន់ទៅខួរក្បាលរបស់យើងចេះ relax យើងហាត់ប្រាណយើងស្ដាប់តន្ត្រីអញ្ចឹងអា serotonin ដែលធ្វើឲ្យអាខួរក្បាលរបស់យើង work បែបស្ងប់
សប្បាយចិត្តរីករាយពេញចិត្តនៅអ្វីដែលយើងកំពុងធ្វើហ្នឹងណាហ្នឹងហើយអាហ្នឹងឯងដែលខ្ញុំចង់ឲ្យបងផ្ដោតទៅលើអាសេរ៉ូតូនីនណាដែលវាមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាពរាងកាយរបស់យើងនិងសុខភាពផ្លូវចិត្តព្រោះបច្ចុប្បន្ននេះយើងត្រូវមើលថែសុខភាពផ្លូវចិត្តឲ្យច្រើនបំផុតអូខេអរគុណ